បាច់ឆ្លៀសໄວណាស់ដែរអូនិយាយចឹងអ្នកទាំងអស់គ្នាឲ្យបង្ហាញបានទេត្រូវហើយខ្ញុំមានសំណួរសួរលោកឯងខ្លះចុះខ្ទមទាំងអស់គ្នាសងពីអ្វីដែរទៅតាមនោះសាងសង់អំពីមេឈើហើយនឹងស្មៅក្រៀមពួកយើងកំពុងព្រួយបារម្ភខ្លាចកូនក្របីវាមកស៊ីពេលនេះយើងដឹងច្បាស់ថាគ្មានកូនក្របីមកទៀតទេកូនក្របីវានៅឯប្រទេសអាហ្វ្រិកឯណោះគ្មានមកទីនេះទេហេតុអីក៏មិនសង់ពីនំប៉័ងទេហាមិនសាងសង់ខ្ទមធ្វើអំពីនំប៉័ងឯងចាខ្ញុំគិតថាសង់ពីនំប៉័ងវិញមិនអញ្ចឹងមិនដាក់ចុះសាឡាត់ផងទេបានអ្នកទាំងអស់គ្នាមានគំនិតដូចនេះមែនគួរតែយកផ្លែល្ពៅមកធ្វើជាកៅអីអង្គុយផ្អែកទៅឧទាហរណ៍ខ្ទមរបស់យើងនេះសាងសង់អំពីស្លឹកសាឡាត់និងផ្លែល្ពៅអូបើអាចធ្វើបានអញ្ចឹងរឹតតែប្រសើរហើយត្រូវហើយពួកយើងក៏ដេកជិះក្នុងខ្ទមនេះតែម្ដងបើដូច្នេះល្អមែនទេល្អខ្លាំងណាស់អ្នកទាំងអស់គ្នាត្រៀមរួចហើយនៅមានមួយទៀតមិនតាន់ត្រឹមត្រូវទេអ្វីទៅដែលមិនត្រឹមត្រូវនោះយើងគ្រាន់តែនិយាយយើងមិនតាន់បានធ្វើឯណាវគ្គសត្វស្វានិងសត្វរំពេកាលពីដើមមានហាងគ្រឿងទេសមួយដែលសាងសង់នៅក្នុងព្រៃនៅក្រោមឈើមកលុបដល់ត្រឈឹងត្រឈៃហាងនេះគឺជាហាងសត្វស្វាហើយនិងសត្វរំពេអេលវីគេបានទៅកំងផ្លែឈើយ៉ាងច្រើនដើម្បីយកមកបញ្ជូនក្នុងហាងរបស់គេពេលនេះអ្នកចំនួនតូចតាចទាំងអស់កំពុងតែដឹកនាំផលិតផលរបស់ខ្លួនមកបញ្ជូនក្នុងហាងអេលវីសត្វរំពេបានរៀបចំម្ហូបអាហារនិងអីវ៉ាន់របស់គេយ៉ាងល្អបំផុតបន្ទាប់ពីគេនឹងចំណាយប្រាក់ឲ្យទៅអ្នកលក់ដែលដឹកនាំផលិតផលរបស់គេមកចំណែកប៉ាពុំជាអ្នកលក់គេកំពុងតែថ្លឹងក្រូចឲ្យអ្នកទិញហើយនឹងកាត់ប៉ាតេលក់ឲ្យអ្នកទិញផងដែរនិងគេមានតួនាទីមួយទៀតជាអ្នកគិតលុយហើយនឹងអាប់លុយទៅឲ្យភ្ញៀវវិញអរគុណនៅពេលធ្វើការឬក៏លក់ដូរនៅក្នុងមាត់ប៉ាពុំតែតែមានរបស់សម្ភារជានិច្ចបោះសម្អាតកែវដំណាប់ផ្លែឈើដោយប៉ាពុំដួសស៊ីគ្មានសល់ក្រោយពីលក់បណ្ដាស៊ីបណ្ដាឯអលឹកក៏ប៉ាពុំស៊ីមិនឈប់ដែរគ្រប់ធម្មជាតិដែលទុកធ្វើជាដំណាប់ក៏ប៉ាពុំស៊ីមិនសល់បន្ទាប់មកក៏ផឹកទឹកដោះគោទៀតផងបើឯងស៊ីថ្នាក់នឹងឯងច្បាស់ជាស្លាប់ជាមិនខានទេពេលនេះចំណីអាហារនៅក្នុងហាងទាំងប្រមាណត្រូវអស់រលីងដោយប៉ាពុំស៊ីនៅសល់តែអំបោសនិងសាប៊ូដែលស៊ីមិនកើតឥឡូវនេះវាអស់អីស៊ីទៀតហើយគឺនៅសល់តែផ្លែត្រសក់មួយតែប៉ុណ្ណោះទេដែលប៉ាពុំវាមិនហ៊ានស៊ីឃើញតែប៉ាពុំអញស៊ីរបស់ត្រូវលក់ឲ្យទៅហើយតើយើងទៅគិតយ៉ាងណាទៅប៉ាពុំពេលនេះអោនមុខដោយអស់សង្ឃឹមយើងត្រូវរកមធ្យោបាយដើម្បីរកចំណេញមកបំពេញហាងរបស់យើងហើយប្រសិនបើយើងមានទូកយើងច្បាស់ជាធ្វើដំណើរបានយ៉ាងស្រួលហើយដែរបានច្រើនល្អណាស់ណាអូខ្ញុំមានមធ្យោបាយហាងាយទេអារឿងធ្វើទូកនោះណាចាំមកផ្លេតទៅបានហើយសត្វស្វាវាពេញចិត្តនឹងធ្វើការងារនេះណាវាទៅយករណាមួយយ៉ាងធំមកអាផ្លែត្រសក់ឲ្យចែកចេញជាពីរក្រោយមកវាក៏ជោគយកគ្រាប់ត្រសក់ចេញពីសម្បោចអស់ចំណែកពាក់កណ្ដាលនៃផ្លែត្រសក់ក៏คล้ายទៅជាទូកដ៏ធំល្អមួយយើងធ្វើកិច្ចការប៉ុណ្ណឹងបានហើយទៅរកដេកសិនទៅណាយើងទៅដេកឲ្យសុបិនល្អដើម្បីធ្វើដំណើរទៅទិញទំនិញព្រះអាទិត្យបានចែងចាំងយ៉ាងស្រស់ស្អាតអូយថ្ងៃនេះព្រះអាទិត្យល្អខ្លាំងណាស់អូយជាពេលវេលាដែលយើងចេញដំណើរល្អណាស់ណាសត្វស្វាបានលើកចំណាយត្រសក់មួយចំហៀងដែលគេធ្វើជាទូកនោះយកមកដាក់ក្នុងទឹកហើយប្រមូលអីវ៉ាវ៉ាន់យកមកដាក់ពីលើទូកនៅគ្នាចេញដំណើរទៅជាមួយសត្វរំពេឯគួរតែស្ដាងស្លាប់ឲ្យធំធ្វើជាក្តោងទៅត្រូវយើងធ្វើជាក្តោងឯងធ្វើជាចង្កក់តម្រង់ក្បាលទៅណាគួរសប្បាយរីករាយខ្លាំងណាស់ដែលអាចបណ្ដាលខ្លួននៅលើទឹកបានដូចនេះការធ្វើដំណើរបែបនេះគួរឲ្យសប្បាយរីករាយជាពន់ពេកតែមិនអាចឆ្លងផុតពីការស្រេកឃ្លានបានដែរអូយផ្លេចឲ្យឈឹងទុកនេះធ្វើអំពីសបត់ត្រសក់យើងគួរតែចិត្តវាបន្តិចបើបីសម្រួលកាពះសិនទៅបានវាក៏ចាប់ហូតកំបិតស្នៀតចេញពីចង្កេះយកមកកាត់មួយចំណិតតូចដើម្បីស៊ីត្រសក់មួយដុំនេះចូលទៅក្នុងមាត់ទំពាលាន់សូវក្រឹបក្រឹបគួរឲ្យឆ្ងាញ់ពេលនេះវាលែងប្រើកូនកំបិតទៀតហើយវាប្រើថ្មិញវាខាំទូកនេះម្ដងការស្រេកឃ្លានរបស់វាធ្វើឲ្យវាស៊ីទូកនេះអស់មួយចំហៀងធំធ្វើឲ្យទឹកទន្លេចូលក្នុងទូករបស់វាហើយអ្នកទាំងពីរក៏លិចទៅកណ្ដាលទន្លេនេះទៅអូជួយផងមិនក៏ទុកលិចយ៉ាងជួយផងទូកបានលិចទៅក្នុងទឹកដោយសារការស្រេកឃ្លានរបស់វាហើយវាលិចលង់រហូតដល់ទឹកពេញពោះទៀតផងសំណាងល្អហើយដែលការលិចលង់នេះវានៅជិតច្រាំងទន្លេហើយទឹកទន្លេនេះក៏វារាក់មិនជ្រៅប្រមាណដែរវាក៏ខំសវេសវាហែលមកច្រាំងដោយតដាតដុះឆ្លក់ទឹកផងរឿងរ៉ាវនេះកាត់ឡើងដោយសារតែឯងនឹងហេតុអីក៏ឯងខ្លាចខ្លាំងអញ្ចឹងហ៎អាចឈប់ស្ដីបន្ទោខ្ញុំទៅឆាប់ជួយខ្ញុំផងខ្ញុំរងាខ្លាំងណាស់សត្វទាំងពីរនេះបានវិលត្រឡប់មកភូមិឋានវិញសត្វស្វាកំពុងតែអង្គុយផឹកទឹកក្តៅហុចទលោមខ្ញុំចង់ដាំតែពីសានឯងផឹកប៉ុន្តែវាអត់ទៅហើយឯនេះគួរឲ្យស្រឡាញ់ណាស់ខ្ញុំនឹងសាងសង់ទូកមួយទៀតដើម្បីឲ្យយើងបានធ្វើដំណើរទៅទិញទំនិញហើយខ្ញុំសន្យាជាមួយឯងថាខ្ញុំលែងធ្វើខំប្រឹងទៅសម្លាញ់យើងមិនអាចជួយអីបានទេ
ai tục chấtគ្នាcho nóគ្នាធ្វើការងារនេះតែម្នាក់ឯងក៏បានដែរណាមិនអីទេចាប់តាំងពីពេលនោះមកហាងរបស់សត្វទាំងពីរនេះត្រូវបានសត្វជាច្រើននៅក្នុងព្រៃចូលមកទិញយ៉ាងកុះក សំណាងល្អដែរនឹងសក់ខ្ទមរបស់វាគឺដោយសារខ្ទមរបស់វានោះមិនមែនសាងសង់ដោយតែសក់ឯងនិយាយត្រូវហើយ ហេតុអីក៏ឯងនិយាយដូច្នេះដោយសារតែវាស្រីឃ្លានពេកនឹងណាទៅវាធ្វើដូច្នេះ ខ្ទមនោះវាស៊ីមិនបានតែហ៊ានតែស៊ីធ្លាក់មកបែកក្បាល ប៉ុន្តែ វា ពួកយើងនេះអាចលក់ដូរនៅក្នុងផ្ទះនោះបាន និយាយចឹងលោកអើកាស្ទ័រ តែមានរឿងអីទៅ តែពួកយើងគេក្នុងខ្ទមបានទេ ទេមិនបានទេទុកឲ្យដេកម្នាក់ឯងបានហើយ Thank you.